ចាជំរាបសួរចាជួបគ្នាសាជាថ្មីជាមួយនឹងប្រធានបទឥទ្ធិពលនៃគ្រឿងញៀនឬក៏ថ្នាំញៀនចា Bad influences of drug ចា Bad influences of drug ចាឥទ្ធិពលនៃថ្នាំញៀនចាខ្ញុំសង្ឃឹមថាសំណេររបស់ខ្ញុំនេះគឺអាចជួយដល់បងប្អូនដែលត្រៀមនឹងប្រឡងឌីប្លូមឬក៏បាក់ឌុបអាចយកសំណេរនេះទៅសរសេរព្រោះយើងអាចនឹងចេញដែរណាក្នុងការប្រឡងផ្សេងហើយអ្នកប្រឡងចូលក្របខ័ណ្ឌរដ្ឋក៏អាចនឹងមានចេញដែរចាពួកខ្ញុំធ្លាប់ស្រាវជ្រាវខ្ញុំធ្លាប់រៀនមកគឺខ្ញុំបានធ្លាប់ជួបខ្លះដែរជាមួយនឹងសំណេរហ្នឹងណាចាខ្ញុំសង្ឃឹមថាសំណេរមួយនេះនឹងអាចជួយបងប្អូនបានច្រើនចាអរគុណច្រើនសម្រាប់បងប្អូនចាអ្នកដែលមិនទាន់បាន Subscribe សូមជួយ Subscribe Channel របស់អ្នកគ្រូម្នាក់មួយផងណាចាអរគុណច្រើនតើយើងចាប់ផ្ដើមអានទាំងអស់គ្នា Some people have suffered from taking drug ចាម្ដងទៀត Some people have suffered from taking drug especially young people and their parents who live in the city especially young people and their parents who live in the city drugs have had influence on not only the people who take them, but also families, societies, and country. Drugs have had influences not on only the people who take them, but also families, society, and countries. ចាតើយើងទៅប្រែទាំងអស់គ្នាប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនជាពិសេសយុវជនឬក៏យុវវ័យនិងឪពុកម្ដាយរបស់ពួកគេដែលរស់នៅក្នុងទីក្រុងគ្រឿងញៀនបានជះឥទ្ធិពលទៅលើមនុស្សមិនត្រឹមតែប៉ុណ្ណោះទេដែលយកវាទៅប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែក៏មានគ្រួសារសង្គមនិងប្រទេសជាតិផងដែរចាគេចាំបានន័យថាគ្រឿងញៀនហ្នឹងមិនត្រឹមតែមានឥទ្ធិពលទៅលើមនុស្សដែលបានប្រើប្រាស់វានឹងទេប៉ុន្តែវាក៏ជះឥទ្ធិពលទៅលើសង្គមគ្រួសារនិងប្រទេសជាតិផងដែរចាំមិនមែនជះឥទ្ធិពលអាក្រក់ទៅលើតែបុគ្គលម្នាក់ហ្នឹងទេចាបន្តទៀត When people take drugs ចា when someone take drugs he or she will be happy she or he will be happy strong and brave during taking them but what happens when they lose their influences in our body but what happens when they lose their influences in our bodies the people will suffer very much from killing head, shaking all over and sweating. The people will suffer very much from killing head, shaking all over and sweating. ចាគេថានៅពេលដែលនរណាម្នាក់ផឹកថ្នាំនឹងគ្រឿងញៀនហ្នឹងគាត់នឹងសប្បាយចិត្តមានចិត្តសប្បាយរីករាយរឹងមាំក្លាហានក្នុងពេលកំឡុងពេលដែលផឹកថ្នាំហ្នឹងប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលពួកគេបាត់បង់ឥទ្ធិពលថ្នាំហ្នឹងនៅក្នុងខ្លួនរបស់ពួកគេចាគឺបានន័យថានៅពេលដែលគាត់ផឹកថ្នាំសេពថ្នាំហ្នឹងយូរទៅវាធ្វើឲ្យគាត់ញៀនហើយនៅពេលដែលគាត់អត់មានថ្នាំហ្នឹងនៅក្នុងខ្លួនគឺវាធ្វើឲ្យគាត់ហ្នឹងវេទនាជាខ្លាំងនៅក្នុងខ្លួនចាដូចជាឈឺក្បាលយ៉ាងខ្លាំងប្រៀបដូចជាគេយកអ្វីមកកាប់ក្បាលគាត់អញ្ចឹងណាហើយខ្លួនហ្នឹងក៏ញ័រតែត្រើតបែកញើសបានន័យថាគាត់ចូលលក្ខណៈញៀនមិនមែនដូចយើងញ៉ាំបាយយើងអត់បាយហើយយើងញ៉ាំអីផ្សេងបានទេអានេះនៅពេលដែលយើងញៀនថ្នាំហើយគឺវាធ្វើឲ្យយើងហ្នឹងអត់វាមិនបានញ័រដៃញ័រជើងហើយមានអាការៈផ្សេងទៀតចាគឺនៅតំពផ្សេងទៀតអ្នកគ្រូនឹងបង្ហាញបន្ថែមណាបងប្អូនចាសំខាន់គឺបងប្អូនសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នាចាយើងតទៅទៀត
Another point is that people who take drugs cannot stop. Now, cannot stop taking them. And become drug slavers. Another point is that people who take drugs cannot stop taking them. And become drug slavers. So you have to spend a lot of money to buy them. So you have to spend a lot of money to buy them. Furthermore, people who take drugs will lose their own feeling control. Furthermore, people who take drugs will lose their own feeling control, and they become aggressive people who can do everything illegal and immoral. And they become aggressive people who can do everything illegal and immoral. ចាតើយើងទៅប្រែទាំងអស់គ្នាចំណុចមួយទៀតគឺអ្នកញៀនថ្នាំមិនអាចឈប់លេបថ្នាំបានចា cannot stop taking them ហើយคล้ายជាទីស្គរនៃគ្រឿងញៀន and become drug slavers ដូច្នេះអ្នកត្រូវចំណាយលុយជាច្រើនដើម្បីទិញវាចាគឺយើងមិនអាចឈប់ផឹកថ្នាំនឹងបានទេគឺយើងត្រូវតែចំណាយលុយទៅលើវាបើន័យថាគឺយើងញៀនចាជាងនេះទៅទៀតអ្នកដែលប្រើប្រាស់គ្រឿងញៀននឹងបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ពួកគេចា Take drug will lose their own feeling control ចាបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ពួកគេហើយពួកគេខ្លាចជាមនុស្សឈ្លានពានចាគឺជាមនុស្សដែលឈ្លានពានដែលហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដែលខុសច្បាប់ហើយនឹងអសិលធម៌ចាបងប្អូនឃើញមានចោរឆក់ចោរអីនៅតាមផ្លូវឆក់កាបូបឆក់ខ្សែកឬក៏មានលួចទ្រព្យសម្បត្តិឬក៏លួចកោះផ្ទះកោះអីប្រជាពលរដ្ឋហ្នឹងចាហ្នឹងភាគច្រើនគឺបង្កមកពីឥទ្ធិពលនៃគ្រឿងញៀនបើថាគាត់អត់មានលុយឬក៏គាត់អត់មានចំណូលអ្វីក្នុងការទៅទិញហ្នឹងគឺគាត់ឈានខ្លួនខ្លាយខ្លួនទៅជាឆក់ទៅជាប្លន់អញ្ចឹងណាបងប្អូនហើយបើសិនជាអ្នកមានការងារធ្វើវិញគឺគាត់មិនអាចធ្វើការបានជាប់លាប់ទេដោយសារពេលខ្លះគឺថ្នាំញៀនហ្នឹងគឺវាធ្វើទុកក្នុងខ្លួនគាត់គឺគាត់មិនអាចរស់នៅបានស្រួលទេចាបងប្អូនបន្តទៅទៀត if in the family have someone taking drugs ចា if in the family have someone taking drugs the family will lose happiness ចាគេថានៅក្នុងគ្រួសារមួយបើសិនជាមាននរណាម្នាក់សេពគ្រឿងញៀនហ្នឹងឬក៏ប្រើប្រាស់គ្រឿងញៀនហ្នឹងនៅក្នុងគ្រួសារហ្នឹងនឹងបាត់បង់សុភមង្គលទាំងស្រុងចា will lose happiness there will be more and more robberies ចាបងប្អូន there will be more and more robberies violence rapes in the society and the country have to solve this problem ចាគេថាម៉េចគេថានឹងមានអំពើហិង្សាអំពើឆក់ប្លន់នេះ robberies អំពើឆក់ប្លន់ហ្នឹងហើយនឹងអំពើហិង្សា violence អំពើហិង្សា rapes in the society rape ហ្នឹងគឺបានន័យថាអំពើចាប់រំលោភទ្រព្យសម្បត្តិសេពសន្តិវៈបងប្អូនចាសង្គមមួយហ្នឹងនឹងពោពេញទៅដោយការឆក់ប្លន់ហិង្សានិងសេពសន្តិវៈនៅក្នុងសង្គមហ្នឹងហើយប្រទេសជាតិរបស់យើងហ្នឹងគឺត្រូវតែចូលរួមដោះស្រាយបញ្ហាហ្នឹងជាបន្តតែម្ដងចាបងប្អូនគឺយើងអាជ្ញាធរបានន័យថាអាជ្ញាធរត្រូវតែមានតួនាទីក្នុងការដោះស្រាយបញ្ហាហ្នឹងចា all in all drugs do have bad influences on people ចា all in all បានន័យថាសរុបមក drug
do have bad influences on people គ្រឿងញៀនគឺមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ទៅលើមនុស្ស families and country ទៅលើគ្រួសារហើយនិងប្រទេសជាតិ so អូខេថែមសូមមួយផងបងប្អូន we must keep away from drugs យើងត្រូវនៅឲ្យឆ្ងាយឬក៏ជៀសឲ្យឆ្ងាយពីគ្រឿងញៀនចាខ្ញុំសង្ឃឹមថាអ្នកអាននៅក្នុងនេះគឺជាអ្នកសិក្សាទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគ្មានអ្នកណាដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនចាដើម្បីសុខភាពខ្លួនយើងដើម្បីគ្រួសារនិងប្រទេសជាតិរបស់យើងមានភាពរុងរឿងទៅមុខចាសូមបងប្អូនខិតខំប្រឹងប្រែងរៀនសូត្រជៀសឲ្យឆ្ងាយពីគ្រឿងញៀនចាហើយសូមកុំភ្លេចគោរពដឹងគុណមេត្តាបិតាគ្រូបាអាចារ្យចាជាពិសេសគឺលោកគ្រូអ្នកគ្រូដែលខំប្រឹងបង្ហាត់បង្រៀនបងប្អូនចាជូនពរបងប្អូនប្រើប្រាស់វិញ្ញាសាមួយនេះប្រកបដោយប្រសិទ្ធភាពចាអរគុណច្រើនសូមជម្រាបលាចាសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe Channel អ្នកគ្រូសូមជួយ Subscribe Channel ម្នាក់មួយផងណាអរគុណច្រើនជម្រាបលា